สุดได้เปรียมิดเนสดับ YouTube ទាំងអស់គ្នាយើងបានដើរមកដល់វគ្គទី3ហើយនៅក្នុងវគ្គមុនយើងបានដឹងពីរបៀបកម្ចាត់ភាពខ្ជិលភ្លាមប៉ុន្តែថ្ងៃនេះយើងនឹងនិយាយអំពីអ្វីដែលរឹងមាំជាងនេះអ្វីដែលមនុស្សជោគជ័យបំផុតលើលោកហើយប្រើប្រាស់ដើម្បីកសាងអាណាចក្ររបស់ពួកគេនោះគឺវិន័យដែកតើអ្នកធ្លាប់សង្កេតទេថាហេតុអ្វីបានជាយើងមានគម្រោងចង់ផ្លាស់ប្ដូរជីវិតជារៀងរាល់ឆ្នាំថ្មីយើងទិញសម្លៀកបំពាក់កីឡាថ្មីយើងទិញសៀវភៅថ្មីយើងតាំងចិត្តថានឹងរៀនភាសាថ្មីប៉ុន្តែត្រឹមតែ2សប្តាហ៍ក្រោយមកភ្លើងទាំងនោះក៏រលត់បាត់ទៅវិញតើហេតុអ្វីព្រោះអ្នកប្រើកម្លាំងចិត្តជាថាមពលរុញច្រានកម្លាំងចិត្តវាមិនខុសអ្វីពីភ្ញៀវនោះទេវាមកលេងយើងតែពេលយើងសប្បាយចិត្តពេលយើងមើលវីដេអូជំរុញចិត្តឬពេលយើងទើបញ៉ាំកាហ្វេឆ្អែតប៉ុន្តែនៅពេលដែលមេឃត្រជាក់ពេលដែលអ្នកហត់ពីការងារឬពេលដែលអ្នកមានអារម្មណ៍ថាការងារនោះវាធុញកម្លាំងចិត្តវានឹងវិច្ចបង្វិចចាក់ចេញពីអ្នកបាត់ទៅហើយមនុស្សដែលរងចាំឲ្យមានអារម្មណ៍ចង់ធ្វើទើបព្រមធ្វើការគឺជាមនុស្សដែលកំពុងដាក់ជីវិតខ្លួនឯងឲ្យស្ថិតក្រោមភាពចៃដន្យវិន័យមិនមែនជារឿងនៃសំណាងទេវាមិនមែនកើតមកមានសម្រាប់តែអ្នកខ្លះហើយអ្នកខ្លះទៀតមិនមាននោះទេវិន័យគឺជាសាច់ដុំបើអ្នកមិនដែលហាត់លើកដៃទេអ្នកមិនអាចទៅលើកដុំដៃ50គីឡូបានភ្លាមទេវិន័យក៏ដូចគ្នាតើអ្វីទៅជាវិន័យពិតប្រាកដវិន័យគឺជាសមត្ថភាពក្នុងការបញ្ជាខ្លួនឯងឲ្យធ្វើកិច្ចការមួយទោះបីជាអារម្មណ៍របស់អ្នកប្រឆាំងដាច់ខាតក៏ដោយឧទាហរណ៍ជាក់ស្ដែងសូមស្រមៃមើលពីកីឡាកររត់ប្រណាំងដ៏ល្បីល្បាញម្នាក់តើអ្នកគិតថាគាត់មានអារម្មណ៍ចង់ងើបទៅរត់នៅម៉ោង4ព្រឹករាល់ថ្ងៃមែនទេគាត់ក៏ជាមនុស្សដូចយើងដែរគាត់មានអារម្មណ៍ចង់ដេកបន្តគាត់មានអារម្មណ៍ខ្ជិលគាត់មានអារម្មណ៍ឈឺជើងប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ខុសពីយើងគឺគាត់មិនសន្ទនាជាមួយនឹងអារម្មណ៍ខ្លួនឯងនៅពេលម៉ោងរោលឡើងគាត់មិនសួរខ្លួនឯងថាតើថ្ងៃនេះចង់រត់ទេគាត់គ្រាន់តែដឹងថានេះជាម៉ោងដែលត្រូវរត់ភាពខុសគ្នារវាងអ្នកមានវិន័យនិងអ្នកខ្វះវិន័យគឺស្ថិតនៅលើការសម្រេចចិត្តទុកជាមុនអ្នកដែលមានវិន័យបានសម្រេចចិត្តរួចរាល់តាំងពីយប់មិញថាទោះមានរឿងអ្វីក៏ដោយក៏កិច្ចការនេះត្រូវតែសម្រេចដើម្បីកសាងវិន័យមិនចេះរង្គោះរង្គើអ្នកត្រូវអនុវត្តជំហានខាងក្រោមនេះជំហានទី1កុំធ្វើតាមអារម្មណ៍នៅពេលដល់ម៉ោងត្រូវធ្វើការងារកុំទុកពេលឲ្យខួរក្បាលអ្នកជជែកវែកញែកកាលណាអ្នកកាន់តែគិតអ្នកកាន់តែរកលេសឃើញចូលធ្វើឲ្យខ្លួនដូចជាម៉ាស៊ីនមិនដែលសួរថាតើថ្ងៃនេះខ្ញុំហត់ទេវានឹងដំណើរការភ្លាមនៅពេលដែលអ្នកចុចប៊ូតុងចូលរៀនចុចប៊ូតុងឲ្យខ្លួនឯងជំហានទី2ច្បាប់នៃភាពជាប់លាប់វិន័យមិនមែនជាការធ្វើការងារ10ម៉ោងក្នុងមួយថ្ងៃរួចឈប់សម្រាកមួយសប្តាហ៍នោះទេវិន័យគឺការធ្វើត្រឹម1ម៉ោងប៉ុន្តែធ្វើជារៀងរាល់ថ្ងៃមិនដែលខានឧទាហរណ៍ការអានសៀវភៅមួយទំព័ររាល់ថ្ងៃក្នុងរយៈពេល1ឆ្នាំមានតម្លៃជាងការអានសៀវភៅមួយក្បាលក្នុងមួយថ្ងៃហើយឈប់អានសោះក្នុងរយៈពេល6ខែក្រោយជ័យជំនះតូចដែលជាប់លាប់នឹងសាងសង់ទៅជាទំនុកចិត្តលើខ្លួនឯងជំហានទី3ការរៀបចំប្រព័ន្ធការងារកុំប្រើកម្លាំងចិត្តដើម្បីទប់ទល់នឹងការល្បួងបើអ្នកដឹងថាខ្លួនអ្នកចូលចិត្តចុចទូរស័ព្ទចូលយកទូរស័ព្ទទៅដាក់ក្នុងឡានឬទុកថតទុកដែលចាក់សោកាលណាអ្នកបង្កើនភាពពិបាកដល់ភាពខ្ជិលវិន័យរបស់អ្នកនឹងដំណើរការបានស្រួលជាងមុនសត្រូវដ៏ធំបំផុតដែលសម្លាប់វិន័យរបស់អ្នកមិនមែនជាការងារលំបាកនោះទេប៉ុន្តែវាគឺជាភាពធន់ទ្រាំនៅពេលអ្នកចាប់ផ្ដើមធ្វើអ្វីមួយថ្មីសប្តាហ៍ដំបូងអ្នកមានអារម្មណ៍រំភើបប៉ុន្តែដល់សប្តាហ៍ទី4ឬសប្តាហ៍ទី5នៅពេលដែលលទ្ធផលមិនទាន់ឃើញច្បាស់អ្នកនឹងត្រូវធ្វើរឿងដដែលជាលើកទី100អ្នកនឹងចាប់ផ្ដើមមានអារម្មណ៍ថាធុញអ្នកនឹងចាប់ផ្ដើមគិតថាតើធ្វើវាទៀតបានប្រយោជន៍អីតើឈប់មួយថ្ងៃមិនអីទេដឹងនេះគឺជាចំណុចបែងចែកមនុស្សទូទៅនឹងបោះបង់នៅចំណុចនេះហើយទៅរកអ្វីដែលថ្មីនិងរំភើបជាងមុនចំណែកមនុស្សដែលមានវិន័យដែកពួកគេនឹងដឹងថាភាពជោគជ័យ
ស្ថិតនៅត្រង់ការធ្វើរឿងដែលធុញទ្រាន់បំផុតឲ្យបានល្អបំផុតប្រសិនបើអ្នកចង់ក្លាយជាអ្នកនិពន្ធអ្នកត្រូវតែអង្គុយសរសេរទោះបីជាអ្នកគ្មានពាក្យសរសេរក៏ដោយប្រសិនបើអ្នកចង់មានរាងកាយមាំមួនអ្នកត្រូវតែទៅកន្លែងហាត់ប្រាណទោះបីជាអ្នកធុញនឹងការលើកដែកដដែលនោះក៏ដោយកុំរត់គេចពីភាពធុញទ្រាន់ចូលរៀនរស់នៅជាមួយវាព្រោះនៅត្រឹមត្រើយម្ខាងនៃភាពធុញទ្រាន់គឺជាជ័យជំនះដ៏អស្ចារ្យបំផុតមិត្តអ្នកស្ដាប់ជាទីស្រឡាញ់ជាចុងក្រោយនេះវិន័យមិនមែនជាការបង្ខំខ្លួនឯងនោះទេតែវាគឺជាការផ្លាស់ប្ដូរអត្តសញ្ញាណកុំប្រាប់ខ្លួនឯងថាខ្ញុំកំពុងព្យាយាមមានវិន័យប៉ុន្តែចូលប្រាប់ខ្លួនឯងថាខ្ញុំគឺជាមនុស្សដែលមានវិន័យនៅពេលអ្នកជឿជាក់ថាខ្លួនឯងជាមនុស្សដែលមានវិន័យការធ្វើសកម្មភាពរបស់អ្នកនឹងប្រែប្រួលតាមជំនឿនោះវិន័យដែកនឹងនាំអ្នកទៅកាន់កន្លែងដែលជាកម្លាំងចិត្តមិនអាចនាំអ្នកទៅដល់វានឹងនាំអ្នកឆ្លងកាត់ព្យុះភ្លៀងនៃជីវិតវានឹងនាំអ្នកឆ្លងកាត់ការបោះបង់របស់មនុស្សជុំវិញខ្លួនហើយវានឹងនាំអ្នកឲ្យទៅដល់កំពូលភ្នំនៃភាពជោគជ័យដែលអ្នកធ្លាប់តែងតែស្រមៃមើលពីចម្ងាយចូលឈប់ធ្វើជាទាសករនៃអារម្មណ៍របស់ខ្លួនឯងហើយចាប់ផ្ដើមធ្វើជាចៅហ្វាយនៃជីវិតខ្លួនឯងលំហាត់សម្រាប់វគ្គទី3ចូលរើសការងារមួយដែលអ្នកធ្លាប់តែធ្វើតាមអារម្មណ៍ហើយចាប់ផ្ដើមធ្វើវាឲ្យបានជាប់លាប់រាល់ថ្ងៃទោះជាស្ថិតក្នុងកលៈទេសៈណាក៏ដោយចូលចាំថាធ្វើឲ្យតិចតែធ្វើឲ្យជាប់ជួបគ្នានៅក្នុងវគ្គទី4ដែលជាវគ្គចុងក្រោយយើងនឹងនិយាយអំពីការរចនាអនាគតថ្មីនិងការរក្សាជ័យជំនះឲ្យបានយូរអង្វែងសូមអរគុណ